ងើបឡើងថាម៉េចខ្លាំងទេអីបងគេអត់ទេតែគេកន្លែងផ្សេងទៅបងងើបតាក់មុនថ្ងៃរះធ្វើលំហាត់ឥឡូវវាងុយគេងអើលំហាត់ស្អីទៅណែបងខ្លាចទៅជាអ្នកសេះជើងឯកនៅវិលថានេះអញ្ចឹងគេត្រូវចំអកឲ្យទៀតហើយនិយាយឈួតច្រឡំធំឲ្យនាងអត់ម្ដងនេះច្បាស់ជាលោកតាយបងចេញពេញបេសកកម្មថ្មីមិនខានចាំតែមើលទៅអើយកុហកបងឯងប៉ិនកុហកណាស់ណែបើមិនជឿបងទេដល់មិនទៅបងមិនជួយចម្លងឯងទៅមើលនៅរីស្អែកពោះទេអូយឈួតមែនតើមើលទៅនៅសច្ចភាពត្រូវអើយវិញ្ញាណបានប្រាប់ថាចៅត្រូវរកឲ្យបានតែតាក៏មិនដឹងថាជាស្អីដែរណាអញ្ចឹងចៅត្រូវពិចារណាខ្លួនឯងមែនទេលោកតាអាចមានអ្នកជួយចៅបានគេនោះតាខានជួបគេយូរមកហើយគេរស់នៅចុងម្ខាងវារហោឋាននោះក្នុងក្រុងមួយឈ្មោះថាហ្សេណេណាតើគាត់ឈ្មោះអីទៅឈ្មោះពិតប្រាកដគឺណាណាអាអ៊ូសាគេមានរហស្សនាមថានារីស្បែកពោះណាចៅអើយអូចម្លែកមែនហើយតានេះតើគេមានរូបរាងដូចជាពស់មែនទេលោកតាមែនទេសម្បកក្រៅមិនសំខាន់ទេចៅត្រូវដឹងថាគឺមានតែគេម្នាក់ប៉ុណ្ណោះទើបដឹងរឿងរ៉ាវផ្នែកសច្ចភាពតែគេពិតជាសុំអ្វីមួយជាធ្នូពីចៅជាមិនខានណាអាយយពស់ចូលចិត្តសាច់កន្សែងណាស់ដឹងទេព័ត៌មានទាំងនេះដូចជាស្ដើងពេកហើយលោកតានៅមានទៀតនៅចៅតាគ្មានអ្នកណាអាចឆ្លងកាត់រហោឋានតែម្នាក់ឯងបានទេចៅត្រូវជួបមនុស្សខៀវគេនឹងនាំចៅទៅដល់ក្រុងសេនីជាមិនខានណាមនុស្សខៀវនៅរហោឋាននោះធ្លាប់លឿននិយាយតើដូនតាខ្ញុំក៏ថាធ្លាប់ធ្វើពាណិជ្ជកម្មជាមួយពួកគេកាលពីមុនប្រហែលមិនដឹងព្រោះពួកគូអារិចពួកកាយធ្វើពាណិជ្ជកម្មណាស់ដល់ហើយទៅចុះកុំភ្លេចថាយើងរងចាំផ្លូវអីណាសម្បាទៅបានជោគជ័យមែនហើយប្រញាប់ត្រឡប់មកវិញសម្បាឈួតមែនគេទៅទាំងអស់គ្នាណាដល់នេះទៅបើគ្មានបេសកកម្មថ្មីនេះទេសម្បាមកជាត្រូវបើកភ្នែកយ៉ាងធំព្រោះគេតែនិយាយថាភ្នែកទាំងពីរគឺជាកញ្ចក់នៃបេះដូងតែយើងឆ្លងកាត់សមុទ្រខ្សាច់ហើយធំនេះធំដល់ហើយអើយនៅខាងក្នុងនេះមានស្អីខ្លះសម្បាចុះមានអីប្លែកក្រៅពីទឹកនិងអីបែអាវ៉ាន់យកទៅធ្វើជាធ្នូជាមួយពួកហ្គោអារិចនោះណាតែជំរុំពួកគេនៅដល់ណាទៅណោះអូអាយ៉ាបើតែបែបនេះមិនយូរទេមុខជាបានជួបពួកនោះហើយម្ដងនេះមកសៀកាគូបែបប្របាននឹងតាមដានយើងហើយមិនថាអញ្ចឹងហ៎បណ្ដោយសម្បត្តិខ្សាច់ឯតាគេទៅត្រឡប់មកវិញអូយកុំបញ្ញាពេកមើលទុកពេលឲ្យបកប្រែផងយីតែដើមគ្នានិយាយផងហ៎អូគេថាគេឃើញជំរុំពួកអាធានហើយជើងភ្នំខ្សាច់ធំឯណោះភ្នំខ្សាច់ធំគឺជាស្អីទៅគឺជាភ្នំខ្សាច់ដែលខ្ពស់ជាងគេនៅសមុទ្រខ្សាច់ហ្នឹងណាហើយគេអាចមើលឃើញយ៉ាងងាយបំផុតគឺជាកន្លែងណាត់ដែលគេស្គាល់តែទាំងអស់គ្នានឹងអរគុណអ្នកនាងទាំងពីរព័ត៌មាននេះពិតជាសំខាន់ណាស់មើលចោះលឹកនាងខ្លាចជាប្រនាងវិញហើយពិតជាស្អាតមែនទែននៅចាញ់សាប់អូកំពូលបេះដូងខ្ញុំបន្តិចខ្សឹបខ្សៀវស្អីទៀតហើយអ្នកទាំងពីរហាអត់ទេអត់មានអីទេផ្លូវឆ្ពោះទៅកាន់ភ្នំខ្សាច់នោះមិនមែនជាផ្លូវងាយស្រួលទេហើយសម្រាប់បុត្រយើងទាំង3វារឹតតែលំបាកធ្វើឡើងទៀតនេះហើយភ្នំខ្សាច់ធំជាងគេនោះអើយក្តៅដល់ហើយដូចជាចង់ឆ្អិនហើយនេះអើយក្តៅនេះក្តៅណែសំចាច់ទឹកមាត់ទៅវាល្អជាងណាដឹងទេលឹកហើយលំបាកទឹកខ្ញុំឃើញលំបាកទឹកមានទាំងត្រីមាសច្រើនទៀតផងអីយ៉ាទៅហើយទៅចាប់ត្រីសិនអីយ៉ាអេលឹកយ៉ាងម៉េចទៅហើយហ្នឹងអីអើយអត់អីទេអញ្ចឹងឲ្យតាបាច់ជាថានៅវាខ្សាច់មើលឃើញរូបភាពបន្លំភ្នែកតែអត់អីទេអត់អីទេខ្ញុំនោះអូតាគួយតើមានតែបង្វិចបង្វាយហើយជីអោតផងអូយស្រវាំងភ្នែកទៀតហើយខ្ញុំចំត្មងជំរុំមនុស្សខៀវតើតវេស្នេហាបងមកដល់ហើយចាំបងតិចបងទៅឥឡូវហើយអីយ៉ាអីអូយរូបភាពបន្លំភ្នែកមើលទៅដូចជាមែនអញ្ចឹងសាកមើលសិនអើយអាសត្វល្អិតហេតុតែឯងហ៊ានទាត់យើងដឹងថាយើងជាអ្នកណាទេដាក់អាវុធលោកចោលទៅយើងគ្មានបំណងអាក្រក់ទេតែនេះមកពីគេក្តៅពេកគេយល់ថាលោកជារូបភាពបន្លំភ្នែកបានប្រាប់មើលពួកឯងមកទីនេះធ្វើអីយើងមិនសូវឃើញអ្នកណាមកដល់ទីនេះទេណាយើងចង់ទៅតាមក្បួនអូតដើម្បីទៅក្រុងសេនីណ
នោះជាដំណើរពិបាកខ្លាំងណាស់អ្នកកំឡោះហើយមិនដឹងថាឯងណែខ្ញុំមានវត្ថុជាច្រើនយកមកជូនពួកលោកណានោះណោអូល្អណាស់តែប៉ុណ្ណេះខ្ញុំនឹងជូនពួកលោកទៅសេនេផ្ទាល់តែម្ដងមកទៅតាមយើងដោយមានជំនួយពីម៉ាស៊ូតសាំបាបានធ្វើដំណើរកាន់តែជិតទៅក្រុងសេនេនិងផ្នែកសច្ចភាពហើយម៉ារណាគួរតែចោតដើរទៅអីអើយគួរសង្ស័យមែនទេនេះសង្ស័យស្ទើរលោកម៉ាស៊ូតគឺនាងដែលមកជាមួយឯងនឹងណាថ្ងៃជាប្រើញីហើយយប់ជាស្រីស្រស់គួរតែលក់ឲ្យខ្ញុំទៅឲ្យសំបើតែខ្ញុំនេះមិនមែនសម្រាប់លក់ដូរទេលោកម៉ាស៊ូតមានអីមិនធម្មតាមែនទេលោកម៉ាស៊ូតកូនចៅយើងប្រាប់ថាប្រជាជនក្រុងនោះមានជំងឺម្យ៉ាងកាចសាហាវណាស់អើយសុំកុំឲ្យជំងឺឆ្លងទៅលោកអើយសាឡាមអាឡៃគុំប្រជាជនទីនេះកើតជំងឺអីទៅលោកដឹងទេសួស្ដីលោកម៉ាស៊ូតពួកគេមានជំងឺងុយដេកពេលនេះគេបិទទ្វារក្រុងហើយគ្មានណាមានសិទ្ធិចូលក្នុងក្រុងនេះបានទេណាលោកហើយលោកមានដឹងថាផ្ទះណានាអាអ៊ូសានៅណាទេនារីស្បែកពស់ហ្នឹងអីទេខ្ញុំមិនដឹងទេបានពិតជាមិនដឹងអីមែនសុំទោសផងចុះណាខ្ញុំមានការបញ្ញាប់ណាសុំទៅហើយសុំឲ្យបានសុខសប្បាយទាំងអស់គ្នាខ្ញុំទៅហើយអើយពួកឯងលប់ស្ទិទេឬអីក៏ចង់ទៅជួបនារីស្បែកពស់នោះធ្វើអីប្រាប់អមើលគឺព្រោះតែចង់ជួបនឹងណាបានជាខំធ្វើដំណើរឆ្លងមហាសមុទ្រខ្សាច់មកនឹងណាលោកដឹងទេតាមចិត្តចុះតែបើមានការមិនគុំបន្ទោសខ្ញុំមិនសោះខ្ញុំប្រាប់ឲ្យហើយទៅតាមផ្លូវនឹងទៅដល់ចុងខាងនោះឯងនឹងទៅដល់ទិសដៅហើយណាសម្បាពេលទៅដល់សេនេហើយសម្បាក៏បញ្ញាបញ្ញាល់ស្កាត់ទៅរកជួបនារីស្បែកពស់ភ្លាមអីអើយសម្បាខ្ញុំសុំនៅពីក្រោយឯងហើយណាឯងនិយាយជាមួយស្រីនោះទៅឮទេណាអីយ៉ាជំរាបសួរអ្នកស្រីខ្ញុំចង់ជួបណានាអូសាគឺតាមបណ្ដាំលោកតាអឺហ្គតែមណាសុំទោសណាខ្ញុំមិនអាចដោះស្បែកនេះបានទេព្រោះក្រែងពួកលោកខ្លាចមុខមាត់អាក្រក់របស់ខ្ញុំតើមុខនឹងមានស្អីទៅកាលនៅពីក្មេងខ្ញុំមានជំងឺដ៏កាចសាហាវមួយពួកអ្នកក្រុងនេះគេមិនបានជួយព្យាបាលខ្ញុំទេគេបែរជាយកដុំថ្មដេញគប់ឲ្យខ្ញុំចេញពីទីក្រុងគេដាក់ឈ្មោះឲ្យខ្ញុំថាស្រីស្បែកពស់តាំងតែពីពេលនោះមកខ្ញុំរស់នៅទីនេះតែម្នាក់ឯងពួកឯអាណិតគាត់ណាហើយកុំរំលឹករឿងនេះអីបំភ្លេចវាចោលទៅនិយាយពីបច្ចុប្បន្នវិញល្អជាងអស់លោកមានការអីឲ្យខ្ញុំជួយលោកតាប្រាប់ថាមានតែអ្នកស្រីទេទើបដឹងពីរឿងភ្នែកសច្ចភាពភ្នែកសច្ចភាពឈ្មោះនេះខ្ញុំខានឮគេនិយាយតាំងពីយូរមកហើយគ្មានបេសកកម្មត្រូវបំពេញដូច្នេះសូមអ្នកស្រីអាណិតជួយពួកខ្ញុំផងទៅអ្នកស្រីខ្ញុំអាចជួយឯងបានតែត្រូវមានលក្ខខណ្ឌពេលត្រឡប់មកវិញឯងត្រូវឲ្យខ្ញុំខ្ចីភ្នែកនោះសិនព្រោះខ្ញុំត្រូវការជាចាំបាច់ណាតើភ្នែកនោះមានអំណាចពិសេសអ្វីទៅអ្នកណាក៏ដោយឲ្យតែបានមើលចំភ្នែកនោះគេនឹងអាចមានរូបរាងដើមវិញអញ្ចឹងហើយបានជាខ្ញុំសុំខ្ចីខ្ញុំនឹងអាចឯអ្នកស្រីមានណាត់មែនទេអត់ទេគ្មានទេអូសុំអ្នកស្រីកុំអារម្មណ៍អីគេម្នាក់នេះមិនអាចធ្វើអ្វីយើងបានទេអ្នកស្រីអូគេគ្មានកម្លាំងកំហែងក្នុងខ្លួនទេត្រូវតែយកគេដាក់ក្នុងបន្ទប់ចិត្តនេះយើងក៏ទៅរកសម្រាប់ដែរចាំយប់ចាំទៅរកភ្នែកសច្ចភាពនោះទីក្រុងទាំងមូលត្រូវយាមការម៉ត់ចត់ណាស់មានសសរ100ហើយទ្វារទាំង12សុទ្ធតែមានមនុស្សយាមយើងគួរតែប្រើល្បិចប្រសើរជាងប្រើកម្លាំងបាយអ្នកស្រីមានដឹងពីហេតុពិតប្រាកដនៃជំងឺងងុយដេកស្អីគេនឹងទេឯមែនហើយតើវាជាជំងឺឆ្លងឬក៏អត់អ្នកស្រីខ្ញុំក៏មិនដឹងដែរតែពេលនេះត្រូវប្រុងស្ដាប់ខ្ញុំឲ្យមែនទែនភ្នែកសច្ចភាពនោះស្ថិតនៅពីលើមនុស្សទាំងអស់ណាចាំឲ្យច្បាស់មានតែប៉ុណ្្នឹងទេអ្នកស្រីតែប៉ុណ្្នឹងទេឥឡូវទៅចុះសំណាងល្អណាអូភ្លេចសម្បាកុំឲ្យភ្នែកនោះប៉ះនឹងពន្លឺព្រះអាទិត្យឲ្យសោះប្រយ័ត្នកើតរឿងធំដល់ខ្លួនឮទេសម្បាចាំឲ្យច្បាស់ណាឮហើយអ្នកស្រីអរគុណច្រើនអរគុណច្រើន
អាមិនក៏មិនឃើញអញ្ចឹងទៅមកទៅមានកៃ ហើយមានមនុស្សហៅឲ្យជួយអូលឺហើយដូចជាចាញ់ពីដងនេះអើយវាថាវាឈ្មោះឈូជីវាឲ្យលេងចង់រួចទៅហើយគេថាអរគុណយើងដែលបានជួយគេតែគេប្រធានអ្នកនៅទីនេះកើតជំងឺងងុយដេកមកតែពីសត្វរុយមួយយ៉ាងធំភ្នែកក្រហមហើយចុះហេតុអីក៏វាមិនងុយដេកដូចជាអ្នកឯទៀតអញ្ចឹងហ៎លឹកសួរវាមើលនេះមកពីវាជាពូជសត្វកំប្រុកធម្មតាវាដេកច្រើនណាស់ដល់ត្រូវរុយនេះខំវាក៏បែរជាដេកមិនលក់ទៅវិញឥឡូវលឹកឯសួរវាទៅមើលតើដឹងថាផ្នែកសច្ចភាពនៅណាទេគេថាអត់ទេគេមិនដែលធ្លាប់ឮទេក្រែងអ្នកស្រីឧស្សាហ៍ប្រាប់ថាភ្នែកនេះនៅពីលើមនុស្សទាំងអស់ហើយយ៉ាប់មែនកាន់តែគិតកាន់តែមិនយល់នៅឯណាទៅណោះយើងគិតនាំគ្នាឡើងទៅលើកំពូលនោះទៅមេសាឡាល្អណាស់យើងអាចមើលឃើញស្អីបានយ៉ាងងាយតោះយើងមែនហើយអាចជាកូនសោអានកំបាំងផងក៏មិនដឹងមែនតើពិតជានៅលើមនុស្សទាំងអស់មែននេះគ្រាន់តែជាភាពបណ្ដោះអាសន្នតែប៉ុណ្ណោះការងារធំធេងរបស់សាំបាគឺជួយឲ្យពួកគេផុតពីមន្តអាគមបិសាចកំពុងតែសួយឈូឈីក្រៃលឿនឲ្យសល់រុយខៀវនៅម្ដុំអស់នេះហេតុអីទៅនេះបែបខ្លាចវាខំគុណសរសៃដែរទេដឹងអីអ្នកណាជាកូនតុនសាយខ្ញុំហ្នឹងអូយខុសស្រឡះហើយមិនដែលចេះភ័យអីទេតែគួរតែទៅតាមគេឲ្យល្អជាងនៅតែឯងក៏មិនកើតដែរទៅសិនហើយព្រះហើយទេសភាពអីក៏ល្អម្លេះកញ្ចក់ទឹកថាមកមើលស្រីណាដែលល្អជាងគេនោះម៉ារ៉ាណាវាយ៉ាងម៉េចហ្នឹងពិតណាស់ខ្ញុំយល់ហើយនេះគឺផ្នែកសច្ចភាពនោះហើយមិនខុសទេជាថាតែដឹងឯមិនឃើញម៉ារ៉ាណាខ្លាយខ្លួនទៅជំនួសតែថ្ងៃទេមាននឹកឃើញសម្ដីអ្នកស្រីអូសាទេគាត់ថាឲ្យតែណាមើលចំផ្នែកនោះគេនឹងខ្លាយទៅភាពវិញជាមិនខានសំបានិយាយមកមើលតើខ្ញុំអាចនៅតែដូច្នេះរហូតទេណោះសំបាគ្មានច្រកចុះទៅវិញទេវីវហើយយើងក៏ធ្វើយ៉ាងម៉េចភ្នែកនេះជាកលឺយន្តតាក៏ធ្វើយ៉ាងម៉េចទៅមិនអាចទេមើលទៅគឺដៃនោះទៅវិញទេណាបែរចឹងដាក់អីឲ្យវាកាន់វិញទៅល្អណាស់ត្រូវរកអីមួយដាក់ក្នុងដៃនោះទៅលឹកឆាប់ឡើងម៉ារ៉ាណាប្រយ័ត្នរុយម៉ារ៉ាណាបថយម៉ារ៉ាណាអូយអាមិនដែរសំបាអត់អីទេតែម៉ារ៉ាណានាងឈឺហើយមិនដឹងធ្វើម៉េចអាចព្យាបាលនាងពីដំណេកនេះកើតទេតែគិតយ៉ាងម៉េចទៅលឹកគឺការគូនតើគេប្រុងធ្វើអីទៀតហើយនឹងឯងដឹងទេអាលឹកគេឆ្
ស្រ័យឆ្លងជាមួយយើងតាមបែបដូនតាជាភាសាចាស់បុរាណតតែរីជាគ្រូឬមេកន្ទ្រីងទៅយល់បានណាអូខ្ញុំអាចយល់បានដែរការលងលក់នេះគ្រាន់តែមួយផ្លែទេនេះហើយជាភាសាស្គររបស់គេណាឯងដឹងទេសម្បានេះជាភាសាសម្ងាត់ អូជាពាក្យសម្ងាត់ហ៎បើអញ្ចឹងយើងសាកព្យាបាលម៉ារណាមើលការលងលក់នេះគ្រាន់តែមួយផ្លែទេម៉ារណាអូនយ៉ាងម៉េចទៅហើយម៉ារណា ចាអត់អីទេខ្ញុំសប្បាយល្អមែនទេ បានហើយកុំតន់និយាយអីយើងត្រូវចេញពីទីនេះបានឆាប់បំផុតចង់ដឹងណាស់ថាម៉េចក៏ការគូជាភាសាដូនតាយើងអញ្ចឹងណោះគួរចម្លែកមែនតោះតើចាប់ឡើង អើយឯងភ្លេចថាតាគូជាកូនមេកន្ទ្រីងហើយឯងក្រែគេចេះពីអើគេទៅដឹងអូពិតជាអស្ចារ្យមែនតែម្ដងការលងលក់នេះគ្រាន់តែមួយផ្លែទេ មានមនុស្សចូលក្នុងនេះចាប់ពូវាបានណែមិនកើតទេណែឆាប់រត់ទៅលើវិញឆាប់ឡើងលើក ឲ្យលឿនឡើងសម្បា លឿនឆាប់ឡើង អាយ៉ា លឿនឡើង អាយអើយ ណែឈប់អីឈប់ អាយ៉ាអើយលើកអាយអាយលើកអើយទៅអើយអាយ៉ាអូគឺដីឯតាដល់ដីហើយ ឆាប់ឡើងលឿនទៅបាត់អស់លីងទៅហើយតែប៉ុណ្ណេះរួចខ្លួនហើយឥឡូវដាក់ភ្នែកសច្ចភាពកុំឲ្យប៉ះពលិថ្ងៃតាមសម្ដីណាឧស្សាហ៍ភ្លាមណែលឹកត្រូវកាន់ឲ្យជាប់លឺទេហើយកុំភ្លេចណាទោះយ៉ាងណាក៏មិនត្រូវយកចេញពីថងដែរលឺទេលឹកលឺហើយនៅ អើយដឹងហើយមិនបាច់ប្រែប្រាំច្រើនទេអើយនេះប្រហែលជាមិនដឹងទេថាពិភពលោកទាំងមូលខ្លាចអំណាចយើងអ្នកណាក៏ស្គាល់លឹកតាមរន្ទះដែរយ៉ាងម៉េចមិនជឿទេចាំតែមើលទៅដឹងហើយតែមកផ្លែទេឥទ្ធិពលព្រះអាទិត្យចេញហើយទៀនវិបយទាហាននៅមកខាងនេះម៉ារណាលឿនឡើងលឿន ពួកគេចេញមកពីណាណោះ បងមិនដឹងទេដូចជាមានអ្នកណាហៅពួកគេអញ្ចឹងឆាប់ឡើងលឿន អាចជាទូកុំទេដឹង លឹកគឺឯងមែនទេដែលធ្វើអំពើឈួតឈួតនេះមែនទេ ណែគឺអឋានណែមិនបាច់ប្រកែកគ្នាទេសម្បាជ្រើពេលហើយគេថាគេធ្លាប់ឃើញដំរីរាប់ដងមិនឈ្នះទេហើយក៏មិនខ្លាចដំរីដែរចាំមើលគេទៅចរចាសិនមើលអាណិតគេណាមើលទៅប្រហែលជាដំរីជន់ខ្ទេចមិនខានទេ ដែរជាភ្លាមទៅអាសាលអត់ថយចេញអាយ៉ាអាយ៉ា តែគេរំភើបចិត្តនឹងការអរគុណរបស់យើងណាតែគេមិនសមទទួលទេហេតុអីទៅព្រោះគេបានរៀនសូត្រពីបងជីដូនមួយគេដែលជាសត្វកណ្ដុរសការលងលក់នេះគ្រាន់តែមួយផ្លែទេ អូខ្ញុំនៅណាអញ្ចេះការលងលក់នេះគ្រាន់តែមួយផ្លែទេអើយកំពុងតែគេលក់ស្រួលផងខ្ញុំឃ្លានដល់ហើយការលងលក់នេះគ្រាន់តែមួយផ្លែទេ អាយ៉ូអើយអបាញ់ហើយមិត្តយើងទាំង3បានជួយសង្គ្រោះប្រជាជនក្រុងសេនេឲ្យរួចចាក់ផុតពីជំងឺងងុយដេកនោះហើយឈូឈីឯងទៅមែនពិតតែដូចជាពេជ្រពុនរាយណា យើងពិតជានឹកដល់ឯងណាអាយលាហើយណាសំឡាញ់ឯងពិតជាស័ក្តិសមធ្វើជាមិត្តរបស់ខ្ញុំមែន ហើយចុះខ្ញុំមានអាណានឹកឃើញខ្ញុំទេណៅ កាគូ អរគុណហើយកាគូបើគ្មានឯងទេមុខជាយ៉ាប់ហើយណាកាគូ អរគុណកាគូខ្ញុំមិនភ្លេចឯងជារៀងរហូត អើយទួយតើគិតអីគ្នាឯងឯង ពេលនេះឯងបានសម្រេចតាមបំណងហើយមែនទេសម្បារីករាយណាស់ដោយឃើញពួកឯងវិលត្រឡប់មកវិញឥឡូវឲ្យភ្នែកនោះមកខ្ញុំសិនមក សូមអ្នកស្រីកុំអារម្មណ៍អីហននេះអញ្ជើញយកទៅអ្នកស្រី ខ្ញុំរងចាំពេលនេះយូរណាស់មកហើយ
គឺខ្ញុំនេះហើយដែលបានប្រើឲ្យរួយនោះទៅខំពួកគេនេះក៏ព្រោះតែចង់សងសឹកនឹងពួកគេដែលបណ្ដេញខ្ញុំឲ្យចេញពីក្រុង ហ៎ពិតមែនហ៎ ក្រៅពីពួកឯងចេញទៅខ្ញុំក៏បានព្យាបាលកាគូហើយបង្រៀនឲ្យគេចេះភាសាចាស់ទុំដែលអាចធ្វើឲ្យជាពីជំងឺនោះកាគូក៏មានគំនិតបញ្ជូនពាក្យពេចន៍ទាំងនោះតាមរយៈសម្លេងស្គរដោយដែលបានឮស្រាប់ហើយ អូឪពុកឯងនឹងលោកតាពិតជាពេញចិត្តនឹងឯងមិនខានទេ លាសិនហើយណាណាអូសាសូមនៅបានសុខសប្បាយណាលាហើយ ជួយអរគុណអឺកាតែមផងណាកុំតែបានគាត់ខ្ញុំក៏មិនអាចជាបានដែរអូតែក៏ខ្ញុំខ្លាចខ្លួនទៅជាសត្វប្រះទៀតហើយនេះមកពីមុនអាគមរបស់បិសាចនោះខ្លាំងពេកអតិពលផ្នែកសច្ចភាពមានព្រំដែនមានពេលវេលារបស់វាតែមិនអីទេគង់តែមានអតិពលអ្វីមួយដែលអាចជួយនាងឲ្យរួចផុតពីមុនអាគមចង្រៃនោះមិនខានអាយដឹងទេថាពេលនេះខ្ញុំឃើញអ្នកណាគឺតាគូគេវាយស្គរយ៉ាងខ្លាំងបំផុតម្នាក់តនឹងដំរី100 1000ក្បាលដែលកំពុងតែបាសម្រុកយ៉ាងអស់តំហឹង អូដូចជាបំភ្លើសពេកទីដឹងឲ្យសាំបាបានអត់ទេសត្យការពិតទាំងអស់ណាអូកាគូកូនក្លាហានកូនពិតជាកូនឪមែនកូនខ្លាចជាមនុស្សប្រុសពេញលក្ខណៈហើយពេលនេះ បងបានឃើញអូនជាមនុស្សពេញមួយថ្ងៃគត់ មែនហើយតែពេលថ្ងៃរះអូននឹងខ្លាចជាប្រុសវិញហើយ ថ្ងៃណាមួយអូននឹងខ្លាចជាមនុស្សរហូតវិញជាមិនខានទេ នីតិកុមាររឿងសម្បានិងសត្វ